សម្រាប់បងប្អូនណាខ្លះដែលចូលចិត្តញ៉ាំឆាមីក៏ប៉ុន្តែអត់ដឹងពីរបៀបធ្វើតាមពិតតិចនិចនៃការធ្វើឆាមីនេះគឺអត់មានអីពិបាកណាបងប្អូនងាយស្រួលធ្វើខ្លាំងមែនតើក្លិនក៏ឈ្ងុយចំណែកឯរសជាតិវិញក៏ឆ្ងាញ់ខ្លាំងដែរជាពិសេសធ្វើសម្រាប់សែនថ្ងៃចូលឆ្នាំចិនខាងមុខនេះដឹងតែត្រូវហ្មងតោះឥឡូវដើម្បីកុំឲ្យរងចាំយូរចូលទៅមើលពីវិធីធ្វើរបស់នាងខ្ញុំទាំងអស់គ្នាជាដំបូងនាងខ្ញុំបានយកបន្លែយកមកដាក់ស្រុះជាមុនសិនសម្រាប់បន្លែនាងខ្ញុំដាក់ស្ពៃតឿស្ពៃបូកគោជាមួយនឹងការ៉ុតតែបើបងប្អូនចូលចិត្តបន្លែអីផ្សេងអាចដាក់បានតាមការចូលចិត្តសម្រាប់សរសៃមីថ្ងៃនេះនាងខ្ញុំប្រើមីលឿងបងប្អូនមុននឹងយកទៅឆានាងខ្ញុំបានយកមកស្រុះជាមួយនឹងទឹកក្តៅមកភ្លក្សិនណាដើម្បីឲ្យអស់ជាតិខ្លាញ់ហើយនឹងឲ្យសរសៃមីនឹងបានទន់ល្អផងដែរងាកមកមើលការធ្វើរបស់នាងខ្ញុំជាបន្តទៀតនាងខ្ញុំបានដាក់ប្រេងឆាទុកឲ្យក្តៅរួចដាក់ខ្ទឹមសបំពងឲ្យឡើងក្លិនឈ្ងុយតែមិនបាច់ឲ្យឡើងក្រហមទេណាមើលថាខ្ទឹមនឹងជះក្លិនឈ្ងុយល្អបន្តិចហើយនាងខ្ញុំបានដាក់ស្ករក្រហមមួយចុងស្លាបព្រាបាយចូលរួចយើងកូរគ្រឿងក្រៅទាំងអស់នឹងឲ្យឡើងក្លិនឈ្ងុយនិងមានពណ៌ក្រហមបន្តិចទើបនាងខ្ញុំចាក់គ្រឿងផ្សំរសជាតិចូលចំពោះគ្រឿងផ្សំរសជាតិនាងខ្ញុំដាក់ទឹកម្ទេស1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេស្ទើទឹកប្រេងខ្យង1ស្លាបព្រាបាយហើយនឹងទឹកត្រី1ស្លាបព្រាបាយហើយពេលដែលនាងខ្ញុំកូរទៅឃើញថាទឹកស៊ុសរបស់យើងនឹងរាងខាប់បន្តិចអញ្ចឹងនាងខ្ញុំថែមទឹកធម្មតា2ស្លាបព្រាបាយបន្ថែមទៀតបន្ទាប់ពីយើងដាក់គ្រឿងក្រៅជាមួយនឹងគ្រឿងផ្សំត្រូវចិត្តអស់ហើយទើបនាងខ្ញុំចាក់សាច់គោចូលរួចយើងកូរសាច់គោឲ្យចូលជាតិជាមួយនឹងគ្រឿងមួយត្រឡប់ពីរត្រឡប់ទើបនាងខ្ញុំចាក់សរសៃមីរួចយើងកូរឲ្យសរសៃមីនឹងចូលជាតិជាមួយនឹងគ្រឿងហើយនឹងបានឆ្អិនល្អបន្តិចទើបនាងខ្ញុំបានចាក់បន្លែចូលចំពោះការឆាមីនេះយើងប្រើពេលអត់យូរទេណាបងប្អូនប្រហែល2ទៅ3នាទីគឺយើងបានញ៉ាំមីឆានឹងក្តៅៗកាលណាយើងឆាយូរពេកធ្វើឲ្យសាច់គោរបស់យើងនឹងស្វិតសាច់ញ៉ាំអត់ឆ្ងាញ់ទេណាបងប្អូនហើយចុងក្រោយនាងខ្ញុំបានបន្ថែមស្លឹកខ្ទឹមជាមួយនឹងម្ទេសដែលនាងខ្ញុំបានហាន់អញ្ចឹងមកណាដើម្បីឲ្យមីឆារបស់យើងនឹងរឹតតែមានក្លិនឈ្ងុយចំណែកឯរសជាតិវិញក៏ឆ្ងាញ់ខ្លាំងដែរចំពោះរសជាតិយើងយករសជាតិរៀងប្រៃផ្អែមឡមណាបងប្អូនពេលដែលយើងញ៉ាំទៅអត់តលាន់ពេលញ៉ាំយើងថែមទឹកម្ទេសឬក៏ទឹកប៉េងប៉ោះតាមការចូលចិត្តចាឥឡូវការបង្ហាញពីមុខម្ហូបរបស់នាងខ្ញុំថ្ងៃនេះបានបង្ហាញជូនបងប្អូនរួចរាល់ហើយចាំជួបជាមួយនឹងនាងខ្ញុំវីដេអូថ្ងៃស្អែកសារជាថ្មីម្ដងទៀតអរគុណ